ចិត្តជាចោលក្បត់ពងរត់ស្នេហ៍ស្រីទៅហើយសល់តែចំឡាយស្រែកកម្មដងហើយហៅប្រងហូស្នាមលោហិតហូកាត់ស្នេហ៍ពិតដិតផែងកាយាស្នេហ៍ស្រីឆ្អែតឆ្អន់ហើយណាស្រីក្នុងលោកចងចាំ ក្ដីទុកព្រួយបានអូនមួយជាត្រួយចិត្តបងសូមឲ្យដួងច័ន្ទជួយជាសាបស្័យជួយចាំសំដីក្ដីស្នេហ៍ខ្ញុំផងជាតិនេះបារស់សូមរស់ក្បែរបងអូនមានបំណងប៉ុនបងស្នេហ៍បងលោកស្រីអូចំរៀនស្នេហាលោកកាចិន្តាប្រែប្រួលរាល់ថ្ងៃខ្លាចជីវិតអូនខ្សែតើរូបស្រីអស់ក្ដីស្នេហាប្របងចម្រៀងស្នេហាលោកកាចិន្តាប្រែប្រួលរាល់ថ្ងៃខ្លាចជីវិតអូនខ្សែតើរូបស្រីអស់ក្ដីស្នេហាប្របងណៅតែដូចក្ដីស្នេហ៍យើងក្រពុំដុះឡើងក្នុងវងធំធាកុលាបនួនស្រីប្រងព្រាតបងមិនចង់ឃ្លាតចង់ក្រេបរសជាតិស្រស់ក្លិនចង់បីចង់បីរីកស្រស់ក៏ព្រោះសំសើអូនងៀមដងហើមប្រមងប្រណីបាស្នេហ៍ប្រែអូភក្តីនោដើមចំបី
រៀនក្រុមក៏ប្រប្រាថ្នាtay đôi tay snaiក្រពុំដោះឡើងក្នុងបងធំជាតិកូនឡាតមនស្រីប្រងព្រានពងមិនចង់ឃ្លាតចង់ត្រេព្រោះជាតិស្រកក្លិនចង់ទៅចង់ទៅរីកស្រស់ក៏ព្រោះសន្សាអូនមានដងហាមប្របងប្រណីបើស្នេហ៍ប្រែអភេកដីនោះដើមចង់ទៅនៅក្នុងលោកីពីនៃនឹងរួចង់ទៅសនអលើគេបងពិតជាស្នេហ៍ស្និទ្ធដោយស្មើស្មោះអូនក្រែងក្រអូបតែពេលនៅស្រស់អូនជឿបងចុះទូស្វត់ក្រៀមក្រំក៏ប្រប្រាថ្នារស់ទឹកមន្តស្នេហ៍ថ្នមថែរាល់ថ្ងៃឲ្យផ្កាចំបៃស្រស់គ្រប់វេសាចំបៃសូមខាសូមខាសូមប្រោះមេត្តារក្សាស្នេហាស្នេហ៍ឆោមស្និទ្ធចាស់ចិត្តអូតអំប្រងបងក្រៀមក្រំបើក្រត់ពីស្រីសពថ្ងៃរៀមរួមក្នុងក្ដីស្រមៃទ្រូមរេអាឡ័យស្រីថ្លៃម្លេះទេបងតូចទៀតមិនគួរហ៊ានឈរប្រាថ្នាចង់តោងប្រឡោមស្នេហ៍ស្រីអូនស្មោះព្រោះកុំសង្ស័យសូមចិត្តកុំភ័យរឿងស្រីនឹងបងសំដីផ្អែមហែមដូចទឹកអម្រឹតប្រព្រំដួងចិត្តចោមជាតិគុំររឿងស្នេហ៍នៃយើងដែលអូនបានក្រងចង់ជាគូក្រងចិត្តមួយថ្លាមួយ
ជាស្នេហ៍មួយនឹងមួយព្រះអាយសូមជួយឲ្យយើងសុខអើព្រះចន្ទ្រាភ្លឺច្បាស់ត្រចង់ឆ្លវងភេបត្រាភូផង់រៀមស្លឹកស្រយំអស់អង្គីហេអូនស្អាតណាស់ល្អលើស្ព្រះចន្ទ្រាសូមអូនមេត្តាសាសងឌីចាឲ្យអស់សង្ស័យខ្លួនអូននឹងបងយើងទើបជួបគ្នាទើបស្គាល់បានមួយទេទីអូននៅមិនតាន់ស្គាល់ចិត្តប្រផ្លៃសូមបងអាណិតគុំបងខំចិត្តស្រីមិនបានពេលថ្លៃខុសប្រកដីនេះច្បាប់ពីបុរាណព្រេនផ្លិតងងឲ្យរំខានបើអូនស្ម័គ្របងពិតជាសុខសាន្តស្នេហ៍យើងនឹងបានជួបថាមសុខអើយអូនមិនអាចនឹងសម្រេចវាសនាយកបងជាគូស្នេហាគឺមួយកននិដ្ឋាមានមានគូហើយនៅទេប្របងមិនតនមានគូឡើយចុះដេកក៏ត្រានត្រាយនាងឆ្ងាយប្រកែកមិនព្រមស្មាប់បងមេឃពណ៌ខៀវយើងជីទូភ្លេងកំសាន្តប្រឡាយនឹងអស់ធម្មជាតិបែកកូនមួយថ្ងៃទ្រង់បងចង់អៀតចិត្តមិនចង់ឃ្លាតឆ្ងាយពីស្រស្រីអូនគេងមិនលក់បើអត់រូបបងពេលយប់ដងដងមិនអោយតែថ្ងៃគេមើលអ្នកឯងអូនតែងស្រមៃឃើញភ័ក្រប្រថ្លៃជាប់នឹងនេត្រាបេះដូងបងលោតជាចង់វ៉ាភ្លេងចិត្តបងចាំបែកក្រែងគ្មានវាសនានឹងបានណែបនិតជាប់ចិត្តអោរាព្រោះអីគ្រួសារបងអ្នករងក្រី
ងក៏ជាស្នេហ៍ស្មោភក្តីព្រះអង្គប្រណីដល់ឃើញស្នេហ៍បងគ្មានអ្វីគង់ជាងស្នេហាស្នេហាស្មោះស្ម័គ្រចិនដាពួកយើងពីពុំស្នេហាស្នេហាស្នេហ៍ជាគូក្រស្នេហ៍អូននឹងបងមានថ្ងៃប្រត់ឡើយស្នេហ៍អូននឹងបងមានថ្ងៃប្រត់ឡើយស្នេហ៍អូននឹងបងគ្មានថ្ងៃប្រត់ឡើយចិត្តប្រកបត់ខ្មៅអក្រិតភៀវភ្លៀងងងឹតបោកបោកនៅដួងហាតីទឹកអើយឈប់ហូរឈប់គួយផ្លាស់ប្ដូរនៅទឹកភ្នែកស្រីមានដងស្ទឹងដឹងចិត្តស្រីឆ្អែតចិត្តគ្មានអ្វីព្រៀងបានឡើយចិត្តដូចទឹកភ្លៀងចិត្តប្រមិនទៀងឡើយណាឆ្អែតចិត្តដែលខំសន្សំទុកយូរមកហើយស្ទឹងទន្លេដប់ក៏នៅមិនស្កប់សមុទ្រប្រមួយឆ្អែតហើយជាតិនេះឆ្អែតព្រួយឆ្អែតមួយជីវិតស្រីឆ្អែតនឹងស្នេហ៍ខ្ញុំធ្លាប់សង្ឃឹមជុំហត្ថាចិត្តខ្មៅឬស្ចាមកប្រហារជីវិតហើយអូទឹកភ្នែកអើយអ្នកកុំហូរធ្វើអីឆ្អែតណាស់ឆ្អែតសំដីដែលអង្វររូបស្រីពីថ្ងៃមុនចិត្តជាចៅក្បត់ពងរ៉ាត់ស្នេហ៍ស្រីទៅហើយសល់តែចំឡើយស្រែកកម្មដងហើយហើប្រងអូស្នាមលោហិតហូរកាត់ស្នេហ៍ពិតដិតផែងកាយាស្នេហ៍ស្រីឆ្អែតឆ្អន់ហើយណាស្រីក្នុងលោកចងចាំ ជាចៅក្បត់ពងរត់ស្នេហ៍ស្រីទៅហើយសល់តែចំឡើយស្រែកកម្មដងហើយហើប្រងហូរស្នាមលោហិតហូរកាត់ស្នេហ៍ពិតដិតផែងកាយាស្នេហ៍ស្រីឆ្អែតឆ្អន់ហើយណា
ស្រីក្នុងលោកចងចាំ យកទាំងដួងចិត្តខ្ញុំមកកាយគេងធ្វើជាបទភ្លេងសំឡេងមេត្រីគ្មានចិត្តករុណាមេត្តាសន្តោសគ្មានក្តីស្រណោះដល់វាសនាស្រីឆ្អែតឆ្អន់កាលណាបងស្រវាថ្មីប្រែផ្លាស់សំដីគ្មានន័យខ្លឹមសារជោគចាប់អ្វីម្លេះស្ទើរប្រែដើមទ្រូងជាគ្រាដំបងទ្រូងអូនខ្លោចផ្សាអូនចង់ប្រកាសប្រាប់ទ្វីបលោកថាសម្បត្តិស្នេហាคล้ายជាផលកម្មសំដីបរោចោះកុំរងការចោះដួងចិនដាប្រេះឆារាប់ឆ្នាំប្រដោដៃទៅឲ្យស្រីនៅចាំក្នុងសមុទ្រកម្មជាអវសាបន្លែងលេងយកទាំងដួងចិត្តខ្ញុំមកកាយគេងធ្វើជាបទភ្លេងសំឡេងមេត្រីគ្មានចិត្តករុណាមេត្តាសន្តោសគ្មានក្តីស្រណោះដល់វាសនាស្រីឆ្អែតឆ្អន់កាលណាបងស្រវាថ្មីប្រែផ្លាស់សំដីគ្មានន័យខ្លឹមសារជោគចាប់អ្វីម្លេះស្ទើរប្រែដើមទ្រូងជាគ្រាដំបងទ្រូងអូនខ្លោចផ្សាអូនចង់ប្រកាសប្រាប់ទ្វីបលោកថាសម្បត្តិស្នេហាคล้ายជាផលកម្មសំដីបរោចោះកំរងការចោះដួងចិនដាប្រេះឆារាប់ឆ្នាំប្រដោដៃទៅឲ្យស្រីនៅចាំក្នុងសមុទ្រកម្មជាអវសា
ដឹបដឹបដឹបខ្ញុំរត់ទៅស្លើពាក់ខោអាវព្រឹបព្រឹបទីម៉ូតូជិះឡើងមកប្រៃផ្អាអស់តាយាយបាក់ជើងបាក់ដៃខំប្រឹងមួកែឡើងហុយដីទៅដល់រញ៉េរញ៉ៃពេញគោ Will reach our max speed of about 7 meters per second or 15 miles an hour once we reach the top of the tree line. It should take us 2.5 minutes to get all the way to the top. And visibility today has been upwards of around 25 miles. As we get up to our max speed, we will start to get a nice breeze moving through the cabinet and will stay nice and cool. And just now cutting into view on the mountain itself is the world's largest relief carving. It is 90 by 190 feet, making it 30 feet taller than Mount Rushmore. The entire area carved onto the mountain is 3 acres, and the reflection pond below covers that same 3 acres. The carving itself is 400 feet up off the ground and goes 52 feet back into the mountain. On the back of that second horse, you can fit 2 semi-trailers side by side, and in that first horse's mouth, you can fit a 6-foot tall person. The mountain itself is 300 million years old and is one of the largest pieces of exposed granites in the world. We're only seeing about 10% of the entire mountain. The other 90% extends 9 miles down into the earth. The mountain is a half mile wide and 2 miles long to the east and the west. Out the right side of the car along the horizon are the city skylines of Buckhead and Sandy Springs. Here from Atlanta, you might recognize the King and Queen Towers. Those are the 2 identical towers on that right city skyline. Between the 2 cities is Kennesaw Mountain. Off the right is Red Top Mountain. Farther around is Mount Oglethorpe, Grasstown Falls, and the southern Appalachian Mountains. Once we reach the top of this mountain, you will be able to see downtown Atlanta. That will be the farthest left and the largest city skyline. And it's home to the tallest building in Atlanta, which is the Pencil Building for the Bank of America Plaza. As we come up to and go over this white tower in front of us, we will swing 2 times. So if you're standing up, please make sure to hold on to something or someone. And here we go. Here's that first swing. Then we'll rock back. Then there's one more swing forward. And that is unfortunately the most fun part of the ride. When I walk around on top of the mountain, you won't find any puddles today, but when there are puddles, they are home to fairy shrimp and clam shrimp. We are now 825 feet above the ground below us, or 251 meters, 1,683 feet above sea level, or 513 meters, or 2,385 feet from that first station along the cables, or about half a mile, or about 727 meters. As we continue into the station in front of us, we may bump the sides a little bit. That is completely normal. We're going to feel one last final bump as we fully dock into the station, and that should happen right about now. There we go, we're fully docked. Please make sure to watch your step as you exit the car. When we enter the doorway, round to the right. We are currently running about average. Carving itself is 400 feet up off the ground and goes 52 feet back into the mountain. On the back of that second horse, you can fit 2 semi-trailers side by side. And in that first horse's mouth, you can fit a 6-foot tall person. The mountain itself is 300 million years old and is one of the largest pieces of exposed granites in the world. And we're only seeing about 10% of the entire mountain, or 90% extends 9 miles down into the earth. The mountain is a half mile wide and 2 miles long to the east and the west. Out the right side of the car along the horizon are the city skylines of Buckhead and Sandy Springs. If you're from Atlanta, you might recognize the King and Queen Towers. Those are the 2 identical towers on that right city skyline. Between the 2 cities is Kennesaw Mountain. Off the right is Red Top Mountain. Farther around is Mount Oglethorpe, largest city skyline. And it's home to the tallest building in Atlanta, which is the Pencil Building for the Bank of America Plaza. As we Yeah. Yeah, you can walk around. See the car from Alright, coming up is the carving. If you didn't see it before on the way up, it took about 47 years to carve, starting in 1925, ending in 1972. It is the United States' largest free-base carving. It is 90 by 190 feet and 42 feet deep into the mountain's face.
and it beats Mount Rushmore by 40 feet. Beautiful. What are the carvers? Do you know? The first carver was this Belgium man in 1914, but he actually got fired for stealing funds. Yeah, he only did Robert E. Lee's face, and the rest of it was this company provided to by the state, and they used explosions and hand carving to carve out the rest of it. Yeah. So we can see it from over there. Yeah, if you go to your left and go up that little trail right there, and get to Memorial Lawn, it's gonna be right smack in the front. Yeah. Quick walk, right? Yeah, quick walk. Right after you come through those, the gift shop. Thank you so much. You're welcome. got the And whole looking park. to your Yay. right is Thank the you. original Skyride building, built in 1962. It was operational through 1963 to 1995. And to build this building for the 1996 Atlanta Olympics. And this car was the very car to take the torch up the mountain to start the games. And the park hosted 3 games: tennis, archery, and cycling.